ដល់ពេលដាក់ពងចូលទូទៀតហើយពុកម៉ែបងប្អូននេះរៀងយូរថ្ងៃតិចរយៈពេលពីទូនោះបន្ទាប់ពីដាក់ក្នុងទូនោះគឺរយៈពេល16ថ្ងៃរហូតដល់ដាក់តែ5ថ្ងៃប៉ុន្តែសារនេះមេវាក្រាបច្រើនដល់ពេលអញ្ចឹងពងវារៀងធ្លាក់អញ្ចឹងទុក16ថ្ងៃទៅរៀងបានច្រើនតិចវាចូល40ពងជាងដែរពងនេះចូល50ហ្នឹងអត់បានរាប់ត្រូវដាក់ចូលទូខ្ញុំដាក់ពេលល្ងាចទូចូលទូពេលល្ងាចបាទហើយបន្ទាប់ពីខ្ញុំបានគូសលេខថ្ងៃចំណាំហើយបានរាប់ដែរមិញបាន47គ្រាប់អត់ដល់50ទេបានដល់47ទេ6ថ្ងៃមេវាក្រាបចោលទាំងអស់ហើយហ្នឹងអញ្ចឹងមេដែលវានៅពងតែប្រហែលមេទេអញ្ចឹងវាប្រហែលតិចខ្ញុំទុក16ថ្ងៃពងមកដាក់ចូលទូសម្រាប់ពងមន់គឺកុំឲ្យលើសមួយសប្តាហ៍ពុកម៉ែបងប្អូនគឺកុំឲ្យលើស7ថ្ងៃបាទហើយវីដេអូនេះខ្ញុំថតថ្ងៃទី26ត្រូវដាក់ចូលទូបាទជាត្រូវដាក់ចូលទូថ្ងៃនេះ26ហើយទូពងមានញាស់ដើមតិចៗហើយពេលសម្អាតទូមិនបានពងយើងដាក់ជាប់រហូតទូយើងដាក់បានតិចពងពងទូបាន13ឲ្យគ្រាប់ទេដល់ពេលអញ្ចឹងពងដាក់តងនេះរហូតដល់ពេលអញ្ចឹងទៅអស់រហូតពេលសម្អាតទូអត់បាននេះយើងបានតែសម្អាតកសែងខាងក្រោមនេះដល់ពេលប្រភេទទូអីនេះបង្ហើនេះយើងបានសម្អាតអាហ្នឹងយើងអាសាសម្អាតវាបានមន់យើងវាញាស់មកសុខភាពល្អបើយើងអត់អនាម័យទូទេអាហ្នឹងក៏ជាបញ្ហាកត្តាមួយដែរណាកាលណាដែលយើងទូយើងវាអត់មានអនាម័យទេកូនមន់យើងញាស់មកហ្នឹងក៏មានបញ្ហាខ្សោយដែរអន់ហើយវាមានបញ្ហាមន់យើងឆាប់ឈឺឆាប់អីទៅយើងចំណុចតូចយើងមើលម្លងតែវាជាបញ្ហាមួយដែរសម្រាប់ពុកម៉ែបងប្អូនគាត់មានប្រភេទទូនឹងត្រូវមានការសម្អាតវាត្រូវដាក់ចូលទូហើយនៅក្នុងទូដែលរៀងទលាយពងដោយសារយើងលក់ពងចេញអស់ច្រើនដែរហើយឥឡូវផ្អាកការលក់ពងដោយសារខ្លាចខ្វះពងខ្លួនឯងសម្រាប់ញាស់កូនយើងមានកន្លែងដាក់វាញាស់អស់វគ្គបន្ទាប់វាញាស់អស់មានកន្លែងដាក់ហ្នឹងយើងដាក់ចូលទូទៅតែបើដល់ពេលវាពេញទូវាកាលពងអាហ្នឹងហើយលក់ចេញខ្លះទូប្រភេទទូស្នោនេះបានដល់300ពងនេះទូខ្ញុំនេះ200ពងជាងទៅ300ពងបើយើងដាក់បជាតិគ្នាទៅបាន300ពងហើយមន់អត់ច្រើននេះបងប្អូនគាត់ថាពីពងតគ្នារហូតចឹងមេដែលពេញពងគឺតែ10មេជាងតែបើមេដែលយើងចម្រាញ់ទាំងមេកំងមេអីហ្នឹងវាចូល20មេទៅ20មេជាងហើយប៉ុន្តែបើមេដែលពេញពងនេះ10មេជាងឥឡូវក្រាបចង់អស់ទៀតដល់ពេលចឹងពងរឹងធ្លាក់ពងជាងមុនឲ្យតែយើងអនុវត្តធ្វើតាមគោលការណ៍តាមផែនការដែលយើងរៀបចំនោះទូមេយើងតិចក៏យើងអាចផលិតកូនសម្រាប់យើងចិញ្ចឹមមន់សាច់ខ្លួនឯងបានដែរពុកម៉ែបងប្អូនខ្ញុំបានបង្ហាញក្នុងវីដេអូអញ្ចឹងគឺសម្រាប់យើងចាប់ដើមដំបូងមេតិចតួចហ្នឹងក៏យើងអាចគ្រប់គ្រងបានហើយឃើញខ្ញុំឯងគឺខ្ញុំអាចមេតិចតួចតែខ្ញុំអាចចិញ្ចឹមជាមួយសាច់ខ្លួនឯងបានខ្លះហើយក៏លក់ចេញជាកូនខ្លះលក់ចេញជាពងខ្លះហ្នឹងទៅហ្នឹងលើការព្យាយាមរបស់យើងមិនមែនថាឲ្យតែធ្វើទៅគឺសុទ្ធតែបានផលទេគឺបើយើងមិនព្យាយាមក៏វាអត់បានដែរពុកម៉ែបងប្អូនហើយមិនមែនយើងនិយាយទៅយើងធ្វើបានទេយើងដូចខ្ញុំបង្ហាញអ្វីដែលខ្ញុំធ្វើបានគឺខ្ញុំបាននឹងបង្ហាញ
hay dương lụa nó coi mình chỉ thông đâu mới đây được côn dương lụa tích tuôn không lẹ khăn tích tuôn sốt đuổi cái này côn dương lụa ban thầm mà rồi côn cho khóm này quạt đại quạt trong tinh chừng bảo quạt trong ban còn đòn bị bởi côn rồi không biết này là để sai dương tài lẹ màu vẽ ban tay 50 កូនជាងទៅ 40 កូនជាងអីទេចឹងហើយបាន2វាអីអាចបានដល់ 100 ចឹងតែបើអីកំងចង់បានកូនពី 300 កូនគ្មានឲ្យគេដែរដោយសារអីយើងចំតិចតួចដែរទេអញ្ចឹងហើយបានយើងព្យាយាមពង្រីកវាទៅមុខបន្ថែមទៀតចឹងបានឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាព្យាយាមយើងចិញ្ចឹមទៅតិចតួចអាតិចតួចហ្នឹងហើយជាមេរៀនសម្រាប់យើងឈានទៅដល់ច្រើនបើចោលយូរពេកធ្លាក់កំដៅเอาไปសម្អាតឲ្យមានបងប្អូនរោមវាញាស់មកវាមានរោមកូនមាន់ហ្នឹងវាបើមកវាជាប់អាហ្នឹងបងប្អូនឃើញ